ពីរូបដែលភ្លឺខ្លាំងបែបនេះធ្វើឲ្យទៅជាបែបនេះដែលងាយៗគ្រាន់តែប្រើ Adobe Photoshop តោះមើលពីរបៀបកែជាមួយខ្ញុំទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាបើកកម្មវិធី Photoshop របស់អ្នកទាំងអស់គ្នាមកបន្ទាប់ពីយើងបើក Photoshop របស់យើងរួចអ្នកទាំងអស់គ្នាចូលមកកាន់ពាក្យថា File រួចចុច Open ឬក៏អ្នកទាំងអស់គ្នាអាចចុច Shortcut key នៅលើកុំព្យូទ័រយើងអាចចុច Control បូកនឹងអក្សរ O នោះវានឹងទៅដល់ file រូបភាពដែលយើងចង់ input មកដូចគ្នាអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាទៅរក file ដែលអ្នកទាំងអស់គ្នាចង់កែមករួចហើយអ្នកទាំងអស់គ្នាចុច OK ដើម្បីបើក file មកជំហានបន្ទាប់អ្នកទាំងអស់គ្នាឈរនៅលើ layer របស់អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាសម្លឹងមកមើលខាងក្រោមរួចចុច mouse ឆ្វេងនៅត្រង់ចំណុចដែលខ្ញុំបង្ហាញនេះរួចហើយជ្រើសរើសយកពាក្យ cursor មកដល់ចំណុចនេះអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងមួយដែលវា load បែបនេះបន្ទាប់មកអ្នកទាំងអស់គ្នាក៏លេចមកមើលត្រង់នេះរួច mouse ស្ដាំនៅលើចំណុច3នេះបន្ទាប់មកអ្នកទាំងអស់គ្នា scroll ចុះមកក្រោមជ្រើសរើសពាក្យថា auto option បន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតឲ្យយើងជ្រើសរើសអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យថា enhance personal contrast រួចចុច OK អញ្ចឹងយើងឃើញថារូបភាពរបស់យើងនៅមានពន្លឺសខ្លាំងអញ្ចឹងខ្ញុំចង់ឲ្យវាដិតទៅលើរូបភាពរបស់យើងជាងហ្នឹងខ្ញុំចូលទៅកាន់ចំណុចពណ៌សកន្លែងនេះអញ្ចឹងកន្លែងហ្នឹងយើងអាចសេរី input output ហ្នឹងទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានបើសម្រាប់ខ្ញុំមានលេខដែលខ្ញុំត្រូវ set ហើយសម្រាប់ input ខ្ញុំយក96ចំណែក output របស់វាខ្ញុំយកត្រឹម60អូខេខ្ញុំគិតថាប៉ុណ្នេះជាអ្វីដែលខ្ញុំចង់បានខ្ញុំឃើញថារូបភាពរបស់ខ្ញុំវារៀងដិត contrast ល្អហើយអញ្ចឹងខ្ញុំសម្រាប់យកប៉ុណ្ណឹងតែប៉ុណ្ណឹងយើងនឹងទទួលបានរូបភាពដែលមានពន្លឺភ្លឺខ្លាំងមកជារូបភាពដែលមានពន្លឺច្បាស់ល្អបានយ៉ាងងាយស្រួលសម្រាប់ការបង្ហាញពីការកែរូបភាពរបស់ខ្ញុំនេះដែរគឺខ្ញុំប្រើប្រាស់ជាមួយនឹង Asus TUF Gaming S16 ដែលមានអេក្រង់ដែលបង្ហាញពណ៌ច្បាស់ល្អដែលផ្ដល់ភាពងាយស្រួលក្នុងការកាត់តវីដេអូការ edit រូបភាពនិងការកែពណ៌ផ្សេងៗដោយសារតែ laptop មួយ model នេះបានភ្ជាប់មកជាមួយនឹងអេក្រង់16 inch ដែលមាន color sRGB រហូតដល់ 100% ជាមួយនឹង resolution Full HD+ ជាប្រភេទ IPS panel ដែលមានល្បឿន refresh rate រហូតដល់ 165Hz ចំពោះ laptop មួយ model នេះដែរយើងមិនត្រឹមតែប្រើប្រាស់សម្រាប់តែការកាត់តតែប៉ុណ្ណោះទេយើងក៏អាចយកវាទៅលេង game និងប្រើប្រាស់ការងារធំៗបានផងដែរដោយសារតែ laptop នេះដែរគឺបំពាក់មកជាមួយនឹង graphic card RTX 568G ដែលប្រើថាមពលខ្លាំងរហូតដល់ 115W ដែលជួយឲ្យ graphic card បញ្ចេញកម្លាំងអស់តែម្ដងសម្រាប់ CPU របស់វាវិញដំណើរការដោយ CPU Intel Core i7 ចំនួនទី14650HX ដែលមាន16 core និង24 thread RAM 16GB ជាប្រភេទ DDR5 ដែលមាន burst speed 5600 MB transfer per second ដែលយើងអាច upgrade បានរហូតដល់ 64GB ចំណែកឯ storage របស់វាវិញមានទំហំរហូតដល់ 1TB ដែលជាប្រភេទ M2 PCIe Gen 4ដែលយើងអាច upgrade បន្ថែមទៀតបានផងដែរអ្វីដែលពិសេសមួយទៀតនោះគឺ Asus បានធ្វើឲ្យ laptop មួយនេះមានប្រព័ន្ធខ្យល់ចេញចូលបានយ៉ាងល្អដែលធ្វើឲ្យការលេង game និងការប្រើប្រាស់ការងារផ្សេងៗបានយ៉ាងរលូនតែម្ដងសម្រាប់ laptop មួយ model នេះមានតម្លៃត្រឹមតែ$1500ជាងតែប៉ុណ្ណោះពិតជាស័ក្តិសមមែនទែនសម្រាប់បងៗដែលមានតម្រូវការជាមួយនឹង laptop យកទៅប្រើប្រាស់ការងារ design ការកាត់តវីដេអូផ្នែក IT គូប្លង់យកទៅលេង game និងការងារផ្សេងៗជាច្រើនទៀតបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ជាមួយនឹង laptop មួយ model នេះអ្នកទាំងអស់គ្នាអាចមករកបាននៅហាង Top Tech Computer ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោមចន្លោះស្តុបណានគីងនិងស្តុបដីឥនឬក៏អាចតាក់ទងតាមលេខទូរស័ព្ទ Facebook Page Telegram ដែលមាននៅក្នុងវីដេអូនេះស្រាប់សូមអរគុណនិងសូមជម្រាបលា